សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើពុទ្ធិហើយអ្នកគ្នាមើលឲ្យរៀបធ្វើរបស់ខ្ញុំគឺអត់ប្រហែលមែនទេចាឥឡូវខ្ញុំមានដូចជាបើដកគោខាប់ហើយអានេះដកគោស្រស់របស់ខ្មែរអ្នកគ្នាមិនរបស់ថៃទេអានេះឲ្យនឹងឈីតឥឡូវយើងបើឲ្យដួសមកដួសអ្នកគ្នាដួសតាមចិត្តទៅពួកអ្នកគ្នាច្រើនដាក់បើច្រើនបើតិចដាក់តិចមកឲ្យបើផ្ទះបើអីយើងដាក់តាមពោតរបស់យើងអានេះខ្ញុំធ្វើពោតមកល្មមអញ្ចឹងខ្ញុំដាក់ពីចឹងណាអ្នកគ្នាពីកាត់ពីហើយយើងទៅវាមកទៅឲ្យវាឲ្យបើឲ្យអស់គ្នាអ្នកគ្នាឥឡូវអានេះយើងមកឲ្យយកទៅសាប់កុំឲ្យយើងចាក់ទៅចូលទៅវាកកហើយអាចនឹងធ្វើឲ្យនេះឲ្យវាខ្លោចឥឡូវខ្ញុំបានចាក់ពោតចូលហើយតាមមកយើងដាក់ដកគោស្រស់ដាក់នៅក្នុងដាក់ហើយតាមមកដកគោខាប់អ្នកគ្នាចាក់មកចាក់តាមចំណងចិត្តអ្នកគ្នាចង់បានចឹងណាហើយតាមមកយើងយកពីកវាករហូតមកអ្នកគ្នារហូតដល់ទៅហ៊ីងទឹកណាគ្នាចាហ៊ីងទឹកចាណាគ្នាហ៊ីងនេះកុំឲ្យហ៊ីងវាស្ងួតទេចឹងទៅបើហ៊ីងពេកយើងក៏ហ៊ីងកកតាមនឹងចឹងណាខ្ញុំអត់តាហ៊ីងពេកក៏ដូចខ្ញុំចឹងណាគ្នាចាប់មកហើយខ្ញុំដើរទៅយកចានសិនណាយើងដាក់ហើយដាក់ឈីជាមួយទៅណាគ្នាជាមួយទៅទៀតហើយអ្នកស្ងប់ហើយបានខ្ញុំចាក់ពួកនឹងចូលទៅអ្នកគ្នាដូចសារអីខ្ញុំអត់ទាន់បានកោជាមួយឈីអ្នកគ្នា